ពេលវេលាចេះតែកន្លងទៅទេវីនិងខ្ញុំក៏បញ្ចប់ឆ្នាំសិក្សាថ្នាក់ទី12ពួកយើងសម្រេចចិត្តថានឹងទៅជប់លៀងឆ្លងនៅផ្ទះនីតាណាខេត្តមណ្ឌលគិរីព្រោះទីនោះមានទេសភាពគួរជាទីមនោរម្យខ្ញុំម្នីប្រាប់អ្នកផ្ទះហើយរៀបចំវ៉ាលីមកស្នាក់នៅមណ្ឌលគិរី 4-5 ថ្ងៃយើងធ្វើដំណើរបានពាក់កណ្ដាលផ្លូវកញ្ចប់ស្រស់ស្រូបអាហារថ្ងៃត្រង់នៅអាហារដ្ឋានមួយបន្ទាប់មកបន្តដំណើរទៅមុខទៀតដោយហេវហត់ទេវីហាក់មិនស្រួលខ្លួនសោះខ្ញុំនិងនីតាបារម្ភណាស់ក៏ជប់ឡានឲ្យទេវីចុះនាងក្អួតដោយអាការពលឡានដែលខ្ញុំសង្កេតឃើញថាអ្នកស្រុកទីនោះសម្លឹងមកយើងមិនដាក់ភ្នែកហាក់ដូចមានអ្វីចម្លែកមួយសន្ទុះបងប្រុសចែកតាល្អម្នាក់យកប្រេងខ្យល់មកជួយរឹតទេវីហើយនាំទេវីមកអង្គុយលើគ្រែឈើក្រោមផ្ទះគាត់ស្ត្រីមានព្រាប្រហែល65ឆ្នាំស្លៀកសរងតាមបែបអ្នកជនបទលើកទឹកមកទទួលយើងហើយនិយាយរាក់ទាក់តាមធម្មតាភ្លាមនោះគាត់សម្លឹងមកខ្ញុំពីក្បាលដល់ចុងជើងមិនដាក់ភ្នែកមុននឹងនិយាយថាមីនាងខាងនេះកុំដាក់ព្រីជ្រៅឬទៅណាមកណាតែឯងឲ្យសោះរាសីនាងដាក់ណាស់បើមិនរំដោះគ្រោះចេញទេអាចមានគេមកយកខ្ញុំលើកបែបនេះហាក់ភ័យណាស់ក៏សក់មួយគាត់ទាំងយកមាត់ខ្ញុំគួរធ្វើមិនទៅបើក្មួយមិនដែលលើពីរឿងអបិយជំនឿបែបនេះផងក្មួយទៅវត្តស្រោចទឹកឬធ្វើពិធីរំដោះគ្រោះណាមួយទៅបើពុំដូច្នោះទេនឹងជួបមហន្តរាយដល់អាយុជីវិតជាក់ជាពុំខាននិយាយចាប់គាត់លុកដៃចុះស្បង់ក្រណាត់មួយដកយកខ្សែគ្រូព្រះមកដាក់លើដៃខ្ញុំក្មួយពាក់ខ្សែនេះឲ្យចុះកំដោះចេញណាកាមួយដរាបណាក្មួយពាក់ខ្សែពួកអមនុស្សធ្វើអីក្មួយមិនបានទេខ្ញុំសំពះអរគុណហើយទទួលយកមកទុកគាត់បន្តទៀតថាធ្លាប់មានមនុស្សជួបគ្រោះកំបុតក្បាលនេះដែរតែបើបានកាត់គ្រោះមុននឹងរួចជីវិតខ្ញុំសម្លឹងទៅគាត់ទាំងអារម្មណ៍ភ័យព្រួយតែមិត្តខ្ញុំទាំងពីរបង្ហាញអាការមិនជឿពីអ្វីដែលគាត់និយាយនេះតែកេះខ្ញុំជាសញ្ញាឲ្យយើងប្រញាប់បន្តដំណើរយើងទាំងបីលើកដៃជម្រាបលាគាត់ព្រោះមេឃស្រទំហើយយើងឡើងឡានទៅមុខទៀតបន្តខ្ញុំគិតបារម្ភពីរឿងអ៊ំស្រីនោះទេវីឃើញខ្ញុំសងប់ស្រងាត់ក៏និយាយកាត់កក់កក្កដាកុំទៅគិតច្រើនពេកមនុស្សចាស់គាត់មានជំនឿជឿលើរឿងខ្មោចព្រាយអីតែបែបហ្នឹងហើយសំខាន់ខ្ញុំនឹងនីតានៅក្បែរឯងរហូតកក្កដាលើកបែបនេះហាក់ធូរចិត្តព្រោះមានមិត្តសំណុកនៅក្បែរគ្រប់ពេលបែបនេះមកដល់ខេត្តមណ្ឌលគិរីជាទីស្នេហាទិដ្ឋភាពនៃចំការទំពាំងបាយផ្លែឈើហូបផ្លែនិងផ្កាឈូកតាន់ដ៏ស្រស់បំព្រងបានរំលេចនូវភាពស្រស់ស្អាតកក្កដានិងទេវីសំពះសួរម្ដាយនិងគ្រួសារនីតាហើយញ៉ាំសាច់អាំងជុំគ្នាដែលបង្កើតបានជាបរិយាកាសដ៏រីករាយយប់នេះយើងសម្រេចចិត្តថាគេងនៅបន្ទប់នីតាទេវីនិយាយរឿងកំ pl ែងដែលនាំឲ្យយើងសាច់កក្កបំបត្តិរាល់ទុក្ខកង្វល់ទាំងឡាយរហូតដល់គេងលក់បិទភ្នែកតែបន្តិចខ្ញុំឃើញក្មេងស្រីសក់វែងម្នាក់អបជង្គង់ជុំដង្ហក់ដង្ហើយហៅឈ្មោះខ្ញុំដដែលខ្ញុំព្យាយាមរត់ស្រែកឲ្យគេជួយក្នុងវាលដែលបន្ទាត់ជុំវិញទៅដោយព្រៃស្តុកខ្ញុំរត់យ៉ាងលឿនទៅត្រូវរអិលបុកនឹងថ្មមួយក្មេងស្រីនោះដើរសម្ដៅមកខ្ញុំយឺតហើយអោនបង្ហាញមុខដែលពោពេញទៅដោយឈាមខ្ញុំស្រែកឡើងជួយផងមិត្តខ្ញុំទាំងពីរកេះខ្ញុំអោបភ្ញាក់ខ្ញុំបើកភ្នែកមកបែកញើសជុះខ្លួនបេះដូងលូតញាប់ខ្លាំងណាស់ឯងយល់សក់អាក្រក់មែនទេនេះតាសួរនាំដោយការព្រួយបារម្ភខ្ញុំមកក្បាលតិចពួកគេព្យាយាមបន្លប់ខ្ញុំមិនឲ្យភ័យហើយសន្យាថានឹងជួយដើរលេងគ្រប់កន្លែងនេះវេលាព្រឹកនេះយើងទាំងបីទៅកំសាន្តនៅលើភ្នំវត្តទឹកជ្រោះស្រស់ថ្លានិងជួបសំណេះសំណាលជាមួយបងជនជាតិភាគតិចយើងស្លៀកសម្លៀកបំពាក់តាមបែបជនជាតិភាគតិចយ៉ាងស្រស់ស្អាតល្ងាចបន្តិចអ្នកស្រុកប្រារព្ធពិធីជប់លៀងនាំគ្នារាំច្រៀងលេងនៅក្បែរវត្តមួយរំពេចនោះខ្ញុំឃើញស្ត្រីសក់វែងហួសចង្កេះស្លៀករ៉ូបសដើរចូលទៅក្នុងចេតិយបាត់ស្រមោលឈឹងខ្ញុំព្យាយាមតាមរកមើលតែមិនឃើញសោះខ្ញុំភ័យយ៉ាងខ្លាំងស្ទុះទៅប្រាប់នីតាយើងចង់ផ្ទះវិញគឺខ្ញុំឃើញខ្មោចនីតាខ្ញុំខ្លាចណាស់ហេតុខ្ញុំខ្លាចណាស់ពីយ៉ាងម៉េចឯងកក្កដាយើងទើបចាប់ផ្ដើមទេណាយើងនៅមិនទាន់សប្បាយអស់ចិត្តតែយើងបានឃើញផ្ទាល់ភ្នែកគឺនៅចេតិយត្រង់នោះតែគ្មានអ្នកណាម្នាក់ជឿនាងសោះនេះគ្មានអ្នកណាជឿយើងទេហេវាមិនដែលខ្មោចណាមកលងទាំងកណ្ដាលថ្ងៃត្រង់ទេកក្កដាខ្ញុំហាក់អន់ចិត្តនឹងមិត្តជាខ្លាំងដែលមិនជឿចិត្តគ្នាទាំងយើងជាមិត្តនឹងគ្នារាប់ឆ្នាំក៏ឡើងម៉ូតូត្រឡប់ទៅផ្ទះនីតាតែម្នាក់ឯងពេលមកដល់បានពាក់កណ្ដាលផ្លូវខ្ញុំឃើញពូម្នាក់ជិះម៉ូតូយឺតហើយតាមពីក្រោមម៉ូតូខ្ញុំដែរខ្ញុំទាំងគូរញ័រទៅព្រឹកព្រោះទីនេះជាព្រៃស្ងាត់ជ្រងំគ្មានផ្ទះអ្នកស្រុកឡើយបើគេមានបំណងអាក្រក់ឬមានអំពើឃាតកម្មអ្វីប្រកាសជាស្លាប់គ្មានអ្នកជួយទេខ្ញុំបើកម៉ូតូយ៉ាងលឿនមួយសន្ទះធំហើយក៏នៅតែឃើញពូនោះតាមមកពីក្រោយហើយសម្លក់ថ្លៃមកខ្ញុំដោយកែវភ្នែកគួរឲ្យខ្លាចខ្ញុំមិនបង្អង់យូរបើកម៉ូតូយ៉ាងលឿនតាមដែលអាចធ្វើទៅបានតែដោយបើកលឿនពេកក៏ត្រូវទៅបុកដើមឈើមួយដួលយ៉ាងដំណំខ្ញុំស្រវេកស្រវាក្រោកឈរទាំងឈឺស្ទើរស្លាប់ចំណែកខ្លួនប្រឡាក់សុទ្ធតែភក់នឹងមានរបួសពេញខ្លួនតែអ្វីដែលចម្លែកគឺម៉ូតូដែលជិះមកពីក្រោយមិញបាត់ស្រមោលឈឹងធ្វើឲ្យខ្ញុំចម្លែកចិត្តជាខ្លាំងយីមុននេះឃើញនៅទីនេះតែខ្ញុំហាក់មិនស្រួលចិត្តសោះម្ដងនេះស្ងាត់ឈឹងខ្ញុំប្រញាប់ទាញទូរស័ព្ទទៅទេវីសំណាងណាស់ដែលមានសេវាខ្ញុំរៀបរាប់ប្រាប់ទេវីតាមដំណើររឿងសម្លេងរបស់នាងបង្ហាញថានាងកំពុងស្រវឹងតែនាងសន្យាថានឹងមកទទួលខ្ញុំតែថ្ងៃនេះជាថ្ងៃសួយស្អីរបស់ខ្ញុំទៅឃើញខ្មោចវង្វេងព្រៃហើយនៅបដូរម៉ូតូទៀតខ្ញុំរអ៊ូតិចនឹងតិចធំតែតិចតែក៏គិតឯងជាកាលឆ្វិតនៅហុកដេកចិនម៉ាញ់ដូចជាខាងកំមិនគេស្រស់ដែលតោដូចនឹងមានប្រកាន់ខ្ញុំយ៉ាងស្រទន់តែហាក់បង្កប់នៅអធិកំបាំងអ្វីមួយយ៉ាងខ្ញុំដែរយឺតទឹកវាងឈឺចូលក្នុងរបងសាលាដើម្បីលាងជើងព្រោះខ្លួនប្រឡាក់ភក់ជុកនៅក្បែរថ្នាក់រៀនមានពីងទឹកមួយ
វាបង្កការងាយស្រួលសម្រាប់ខ្ញុំក្នុងការសម្អាតជើងខ្ញុំសម្លឹងទៅនាឡិកាម៉ោង 5:46 នាទីហាក់អត់ថ្មនឹងហើយមិនទាន់ទៅផ្ទះទីអីចាស់ប៉ាម៉ាក់មិនទាន់មកយកផងបងនៅនឹងហើយបាន2នាក់ក្មេងនោះញញឹមយ៉ាងចម្លែកហើយនិយាយមួយមកកាត់ខ្ញុំបង្ហាក់បងឯងកុំទៅណានៅនឹងហើយខ្ញុំអត់សុខណាស់ខ្ញុំបន្តនិយាយលេងនឹងក្មេងនោះអស់មួយសន្ទុះធំដោយគិតក្នុងចិត្តយីឪពុកម្ដាយមិនក៏បណ្ដោយឲ្យកូននៅសាលាយូរបែបនេះបងរួមម៉ូតូតិចទៀតមិនបងមកយកហើយអូនមានលេខប៉ាម៉ាក់ទេចាំបងទេរកក្មេងនោះទម្លាក់ទឹកមុខហើយមិននិយាយស្ដីឲ្យមកម៉ាច់ខ្ញុំព្យាយាមទេរកទេវីម្ដងទៀតតែថាទៅក្នុងសាលានេះគ្មានសេវាសក់អង្គុយតែបន្តិចសោះនេះម៉ោង 6:43 នាទីហើយទេវីមិនទាន់មកហើយក្មេងក៏មិនទាន់ទៅផ្ទះខ្ញុំចាប់ផ្ដើមមិនសួរចិត្តហើយចំហាយទៅចាប់ផ្ដើមបកមកប៉ះខ្លួនខ្ញុំធ្វើឲ្យខ្ញុំព្រឺខ្លួនជាខ្លាំងមិនក៏ប៉ាម៉ាក់មិនមកយកចឹងយប់ហើយណារាល់ពេលដែលខ្ញុំសួរនាំនាងទីនៃឪពុកម្ដាយនាងតែងបង្ហាញពីទឹកមុខក្រៀមក្រំបង្កប់ដោយភាពសោកសៅពេលមិត្តបងមកយកបងនឹងទៅចោលខ្ញុំហើយមែនទេផ្ទះអូននៅទីណាចាំបងជូនទៅបងខ្ញុំខ្លាចណាស់ខ្ញុំទៅណាមិនបានទេបងមិននៅជាមួយខ្ញុំមកណាខ្ញុំសុំអង្វរខ្ញុំរំភើបឥតឧបមាក្រោយស្ដាប់សម្ដីចម្លែករបស់ក្មេងនេះខ្ញុំក៏លេចទៅក្រោមទឹកដឹងថាក្មេងនោះគ្មានជើងទេខ្ញុំព្យាយាមក្រោកតែក្រោកមិនរួចសោះហាក់មានអ្វីចាប់ខ្លួនខ្ញុំមួយរំពេចនោះសាលាទាំងមូលរំពើតោដោយព្រៃនិងស្លែព្រាសពេញជញ្ជាំងក្មេងស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់ប្រែខ្លាចជាគួរឲ្យខ្លាចនាងបើកភ្នែកក្រឡូតសម្លឹងមកខ្ញុំមិនដាក់ភ្នែកមុខនាងរលួយហើយមានឈាមបំពង់ករបស់នាងត្រូវបានដាច់មានឈាមហូរពីពេញរាងកាយនាងចាប់ដៃខ្ញុំជាប់ហើយនិយាយល្វីដលាហើយនិយាយដដែលក្មេងនោះច្របាច់ដៃខ្ញុំខ្លាំងស្ទើរតែកម្រើកមិនរួចលែងទៅលើកទៅជួយកផងមានអ្នកណានៅក្បែរនេះទេជួយផងខ្ញុំស្រែកខ្លាំងតាមដែលអាចធ្វើទៅបានខ្ញុំគិតអ្វីមិនចេញទេតែព្យាយាមតាំងស្មារតីក៏នឹកឃើញថាក្នុងកត្តាពមានខ្សែព្រះដែលអ៊ំចម្លែកនោះបានអ៊ំមកខ្ញុំប្រញាប់បញ្ញាយកមកពាក់ទាំងទៅដាក់ទៅដួសក្មេងនោះស្រែកឡើងក្តៅណាស់ខ្ញុំស្ទុះរត់យ៉ាងលឿនទាំងជើងត្រូវរបួសរហូតផុតពីសាលានោះខ្ញុំបន្តដើរអស់ពេលយ៉ាងយូរតែទោះដើរយូរយ៉ាងណាក៏ស្ថិតនៅតែកន្លែងដដែលខ្ញុំសម្លឹងមើលម៉ោង 11:13 នាទីខ្យល់ត្រជាក់មួយពេលបក់មកខ្ញុំបើកភ្នែកឡើងស្រាប់តែឃើញថាខ្ញុំនៅក្នុងបន្ទប់ទឹកសាលាក្លិនឆ្អាបឈាមនិងក្លិនរលួយស្អុយនៃសាកសពធ្វើឲ្យខ្ញុំស្ទើរតែក្អួតមកព្រោះមានស្នាមឈាមដាមលើឥដ្ឋនិងនៅជញ្ជាំងបន្ទប់ទឹកក្មេងនោះអោបជង្គង់យំហើយចេះតែស្រែកថាពួកវាអាខ្ញុំនៅទីនេះបងមកនៅទីនេះមកបាន2នាក់ខ្ញុំអត់សុខណាស់ខ្ញុំស្ដាប់សំឡេងក្មេងនោះយំយាយទាំងអួលដើមកសម្រែកនៃការឈឺចាប់របស់នាងនិងរូបរាងអាក្រាតកាយរបស់សាកសពដែលត្រូវបានគេអាចសម្លាប់ក្នុងផ្លុកឈាមបានធ្វើឲ្យខួរក្បាលខ្ញុំវល់ខ្លាំងណាស់ហើយគ្រប់យ៉ាងក៏ប្រែជាងងឹតសូន្យទៅព្រះអាទិត្យថ្មីរះលើដែនដីមណ្ឌលគិរីបញ្ចេញពន្លឺរស្មីខ្ញុំបើកភ្នែកមកឃើញទេវីនិងនីតាសម្លឹងមកខ្ញុំដែលកៅភ្នែកពុះពេញដោយការព្រួយបារម្ភកក្កដាក្រោកហើយកក្កដាឯងប្រាប់យើងបានទេថាមានរឿងអ្វីខ្លះនីតាថ្ងៃក្រោយឈប់ធ្វើបែបនេះទៀតយើងនឹងអ្នកភូមិរកឯងគ្មានបានដេកព្រមទេឯងកើតឈួតស្អីទៅជីវង្វេងពេញព្រៃបែបនេះទេវីកក្កដារៀបរាប់តាមដំណើររឿងទាំងយត់ទ្រូងពីសាលារៀនដែលគួរឲ្យខ្លាចនោះអ៊ំប្រុសម្នាក់និយាយកាត់សាលាហួសព្រៃស្មងបែកក្មួយខ្ញុំក៏អាចយកបង្ហាញថាសាលានោះហើយគាត់ក៏និយាយបន្តទៀតការពិតទៅការពី7ឆ្នាំមុនសាលានេះដំណើរការធម្មតាទេតែល្ងាចមួយវិតារងចាំម៉ែមកយកឲ្យសិស្សផ្សេងទៀតទៅផ្ទះអស់ណាមួយថ្ងៃនោះជាចូលឆ្នាំមិនសូវមានសិស្សមករៀនទេតែដោយចាំយូរពេកគ្មានអ្នកមកយកសោះជួនអីពេលនោះមានពួកក្មេងជក់ថ្នាំមួយក្រុមដែលឆ្លងកាត់ទីនោះក៏អូសួនយើងទៅរំលោភទាំងក្រុមហើយអាចសម្លាប់ចោលក្នុងបន្ទប់សាលានោះទៅនាងព្យាយាមស្រែកឲ្យគេជួយតែគ្មានអ្នកឮសោះទម្រាំរកឃើញសាកសពវិតាសាកសពនាងហាមរលួយស្អុយពេញសាលាក្រោយមកក៏មានសាលាផ្សេងទៀតបើកបន្តនៅក្នុងភូមិសិស្សនាំគ្នារៀនសាលាក្នុងភូមិព្រោះវាមានសុវត្ថិភាពនិងងាយស្រួលធ្វើដំណើរក្រោយមកគេក៏បិទលែងដំណើរការសាលានោះទៅខ្ញុំស្ដាប់ហើយអួតដើមក៏និយាយអ្វីលែងចេញក្មេងដែលខ្ញុំនិយាយលេងជាមួយយ៉ាងស្និទ្ធស្នាលជាខ្មោចនេះវាស្រស់ពេកហើយហើយដើម្បីក្មេងស្លូតត្រង់ម្នាក់បែរជាត្រូវទទួលរងនៅរឿងអយុត្តិធម៌និងព្រៃផ្សៃបែបនេះខ្ញុំស្ទើរតែសន្លប់ម្ដងទៀតព្រោះគ្រប់យ៉ាងវាស្រស់ពេកហើយខ្ញុំស្បត់ខ្ញុំមិនហ៊ានមកទីនេះម្ដងទៀតឡើយព្រោះស្នាមញញឹមនិងសម្លេងក្មេងនោះនៅដក់ជាប់នៅភ្នែកខ្ញុំនៅឡើយក្រោយស្ដាប់តាមដំណើររឿងទេវីនិងនីតាសំទោសខ្ញុំដែលបណ្ដោយឲ្យឆ្លងកាត់រឿងអាក្រក់បែបនេះខ្ញុំអភ័យទោសឲ្យមិត្តយើងអោបគ្នាយ៉ាងស្និទ្ធខ្ញុំសម្រាប់បានបន្តិចក៏ត្រឡប់ទៅភ្នំពេញវិញទាំងប្រញាប់ហើយទៅវត្តឧទ្ទិសកុសលផលបុណ្យដល់វីតាឲ្យបានចាប់កំណើតកុំឲ្យនៅរងទុក្ខវេទនាបែបនេះទៀតពេលវេលាកន្លងទៅ5ឆ្នាំហើយខ្ញុំក៏បានរៀបការនឹងលោកគ្រូបង្រៀនម្នាក់ឲ្យរស់នៅយ៉ាងមានក្តីសុខយប់មិញនេះដែរដែលខ្ញុំយល់សពឃើញវីតាប្រហែលថ្ងៃក្រោយខ្ញុំទៅមន្ទីរពេទ្យទើបដឹងថាខ្លួនមានផ្ទៃពោះខ្ញុំគិតថាកូនដែលចាប់កំណើតនេះប្រហែលជាវីតាហើយបើកូននេះកើតមកខ្ញុំនឹងដាក់ឈ្មោះគេថាវីតាកក្កដាអង្អែតពោះហើយញញឹម